សួស្តីគ្នាយើងវិលត្រឡប់មកជួបគ្នាវិញហើយជាមួយនឹងសាច់រឿង Ben 10 Classic ដែលផលិតនៅឆ្នាំ2005ដដែលជា Origin Ben 10 ហើយថ្ងៃនេះយើងនឹងបន្តទៅកាន់សាច់រឿងនៃអេពីសូតទី4និងទី5មុននឹងឈានចូលទៅដល់សាច់រឿងនៃវីដេអូអ្នកទាំងអស់គ្នាកុំភ្លេចចុច Like និង Subscribe ឲ្យខ្ញុំអ្នកមួយផងហើយកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមចូលទៅក្នុងសាច់រឿងនៃវីដេអូទាំងអស់គ្នានៅក្នុងរឿងអេពីសូតទី4នេះដែរយើងបានឃើញជាមួយនឹងតួអង្គទាំង3នាក់របស់យើងដែលមានលោកតា Mac, Gwen និង Ben របស់យើងបានបន្តដំណើរកម្សាន្តរបស់ពួកគេទៀតជាមួយនឹងឡាន Rush Bucket របស់ពួកគាត់ដើម្បីទៅលេងសាច់ញាតិរបស់លោកតា Mac នៅភូមិសម្រាប់ចាស់ៗដែលចូលនិវត្តន៍មួយកន្លែងក្រោយពីធ្វើដំណើរមួយសន្ទុះក្រោយមកពួកគេទាំង3នាក់ហ្នឹងក៏បានចូលសម្រាកនៅទីតាំងម៉ាតមួយកន្លែងនៅក្នុងពេលនោះនៅពេលដែល Ben ជាមួយនឹង Gwen ចូលទៅក្នុងម៉ាតបាត់ទៅលោកតា Mac នៅខាងក្រៅឯណែវិញក៏ត្រូវបានចោរប្លន់2នាក់បានវាយទៅលើលោកតា Mac ហើយពួកគេបំរុងនឹងប្លន់ ATM នៅជិតនោះក្រោយពីបានវាយលោកតា Mac ហើយអាចោរប្លន់ម្នាក់នោះក៏បានយកទំពក់មួយដើម្បីទៅធ្វើជាមួយនឹងម៉ាស៊ីនទូ ATM មួយដោយភ្ជាប់ទៅនឹងឡានរបស់ពួកគេដើម្បីប្រើឡានទាញកំទេចទូ ATM នោះយកលុយនៅក្នុងពេលនោះ Ben ដែលកំពុងនៅក្នុងម៉ាតក៏បានចាប់អារម្មណ៍មើលឃើញអាចោរទាំងពីរនាក់នោះដែលវាធ្វើសកម្មភាពរៀបនឹងបំរុងប្លន់ទូ ATM នោះហើយរួចហើយ Ben របស់យើងក៏បានទាញនាឡិកាគាត់មកដោយបានប្រែកាយទៅជា alien មួយដែលមានឈ្មោះថា Upgrade ហើយ alien នោះមានរូបរាងដូចជាជ័រកៅស៊ូអញ្ចឹងហើយសមត្ថភាពរបស់ Upgrade នេះដែរគឺវាដូចជាយើងបាន upgrade ទៅលើ level អីមួយអញ្ចឹងនៅក្នុងពេលនោះ Ben ដែលនៅក្នុងរូបរាងជា Upgrade ហ្នឹងក៏បានឡើងទៅគ្របលើឡានរបស់អាចោរមួយនោះហើយក៏បានវាយបោះវាចេញពីលើឡានបាត់ទៅនិងបានបង្ក្រាបអាចោរមួយទៀតផងដែរក្រោយពីបានវាយគ្នាមួយសន្ទុះក្រោយមក Ben ក៏បានបង្ក្រាបអាចោរពីរនាក់នោះបាត់ទៅបន្ទាប់មកយើងក៏បានឃើញជាមួយនឹងលោកតាម្នាក់ដែលមានឈ្មោះថា Matty ដែលជាអ្នកជិតខាងរស់នៅជិតផ្ទះរបស់លោកអ៊ំស្រី Viera ដែលត្រូវជាសាច់ញាតិរបស់លោកតា Mac នោះឯងបន្ទាប់ពីពួកគេទាំងពីរនាក់បាននិយាយគ្នារួចមកលោកតាម្នាក់ដែលមានឈ្មោះថា Matty ហ្នឹងក៏បានដើរចូលផ្ទះរបស់គាត់ដោយគាត់បំរុងថានឹងអង្គុយមើលទូរទស្សន៍និងញ៉ាំអាហារដើម្បីរំសាយអារម្មណ៍នៅក្នុងពេលនោះយើងបានឃើញមានជ័រកៅស៊ូមួយបានឡើងទៅវាយប្រហារគាត់និងចូលខ្លួនគាត់បាត់ទៅហើយមួយសន្ទុះក្រោយមកលោកតា Mac, Ben និង Gwen ក៏បានធ្វើដំណើរមកដល់ទីតាំងអ្នកភូមិចូលនិវត្តន៍មួយនេះហើយនៅតាមដងផ្លូវហ្នឹង Ben ក៏បានរអ៊ូមែនតែនថាមកលេងទីនេះពួកគេអបសុកមែនតែនដោយមិនដឹងធ្វើអីនោះទេតែនៅក្នុងពេលនោះយើងបានចាប់អារម្មណ៍ឃើញថាអ្នកភូមិនៅទីនេះមានវ័យចាស់ចាស់ពិតមែនប៉ុន្តែមើលទៅកាយសម្បទារបស់ពួកគេហាក់ដូចជាមិនចាស់ជរានៅសោះដោយពួកគេអាចលោតរឡាតពីលើដំបូលផ្ទះបានទៀតផងដែលយើងគិតថាវាជារឿងដែលមិនអាចទៅរួចនោះទេក្រោយមកពួកគេទាំង3នាក់ហ្នឹងក៏បានធ្វើដំណើរទៅដល់ផ្ទះលោកអ៊ំស្រី Vera នោះហើយពួកគេទាំង3នាក់ក៏បានដើរចូលទៅក្នុងផ្ទះដើម្បីនឹងញ៉ាំអាហារជុំគ្នាបន្ទាប់ពីនោះមក Ben របស់យើងក៏បានយកនាឡិការបស់គាត់ដោយបានប្រែកាយទៅជា alien មួយដែលមានឈ្មោះថា Ghost Freak ហើយសមត្ថភាពរបស់ alien នេះគឺដូចជាឈ្មោះវាអញ្ចឹងដែលវាដូចជាខ្មោចនោះអីដោយវាអាចបំបាំងកាយនិងហោះធ្លុះជញ្ជាំងបានទៀតផងបន្ទាប់ពីបានប្រែកាយរួចហើយ Ben របស់យើងក៏បានចេញពីផ្ទះលោកអ៊ំស្រី Vera បាត់ទៅហើយក៏បានទៅឃើញលោកយាយម្នាក់ដែលកំពុងតែវាយសត្វរុយហើយនៅពេលដែលលោកយាយម្នាក់ហ្នឹងវាយសត្វរុយនោះមិនបានគាត់ក៏បានលោតទៅស៊ីវាតែម្ដងបន្ទាប់ពី Ben បានឃើញអញ្ចឹងគាត់ក៏បានភ្ញាក់ផ្អើលមែនតែនបន្ទាប់មក Ben ក៏បានឃើញលោកតា Matty ដែលកំពុងជិះឡានវាយកូនហ្គោមួយកាត់ទីនោះយ៉ាងលឿនមែនតែនហាក់ដូចជាគាត់ប្រញាប់ទៅណាអញ្ចឹងនៅក្នុងពេលនោះ Ben របស់យើងក៏បានលួចធ្វើដំណើរទៅតាមមើលលោកតា Matty ម្នាក់នោះទៅដល់កន្លែងចាក់សម្រាមមួយកន្លែងហើយនៅពេលដែលលោកតា Matty ម្នាក់នោះធ្វើដំណើរទៅដល់កន្លែងចាក់សម្រាមនោះហើយគាត់មិនចាំបាច់មានសោនៅទេដោយគាត់បានពន្លូតជើងរបស់គាត់ឡើងវែងហើយបានកន្លងរបងនោះចូលទៅក្នុងបាត់ទៅនៅក្នុងពេលនោះ Ben ដែលកំពុងតែឈរមើលគាត់នោះនាឡិការបស់ Ben ក៏បានលោតអស់ថ្មហើយក៏បានប្រែកាយត្រឡប់ខ្លួនគាត់ទៅជារូបរាងក្មេងប្រុសវិញចំណែកលោកតា Matty នោះក៏បានបែកក្បាលរបស់គាត់និងត្រឡប់ខ្លួនមកក្រោយហើយបានកាច់រាងកាយរបស់ខ្លួនគាត់ដូចជាក្នុងរឿងខ្មោចអញ្ចឹងនឹងបានស្ទុះមករក Ben យកតែម្ដងបន្ទាប់មក Ben ក៏បានយកឡានកូនហ្គោលមួយដែលនៅជិតទីនោះដើម្បីជិះកិច្ចចេញពីលោកតា Matty ម្នាក់នោះបាត់ទៅនៅពេលនោះលោកតា Matty នោះក៏បានរត់យ៉ាងលឿនដោយបានបន្លាយដៃរបស់គាត់យ៉ាងវែងទៅចាប់ឡានកូនហ្គោលរបស់ Ben នៅក្នុងពេលនោះ Ben ក៏បានយកដងវាយកូនហ្គោលមួយដើម្បីវាយទៅលើដៃរបស់លោកតា Matty ម្នាក់នោះប៉ុន្តែដោយសារតែដៃរបស់គាត់មានរាងដូចជាកៅស៊ូអញ្ចឹងនៅពេលដែលវាយដាច់ទៅហាក់ដូចជាមិនដាច់នោះទេវាបានដុះឡើងមកវិញទៀតផងបន្ទាប់មកគាត់ក៏នៅតែបន្តដេញតាម Ben របស់យើងទៀតនៅក្នុងពេលនោះគាត់ក៏បានលោតទៅលើដំបូលឡានរបស់ Ben ហើយក៏បានលូកដៃទៅកាច់ចង្កូតនិងធ្វើឲ្យឡានក្រឡាប់បាត់ទៅបន្ទាប់មកលោកតា Matty នោះក៏បានចាប់ Ben របស់យើងបានហើយនឹងប៊ីបំរុងស៊ី Ben របស់យើងបាត់ទៅហើយប៉ុន្តែរំពេចនោះឧបករណ៍បាញ់ទឹកស្រោចស្មៅមួយនៅជិតទីនោះក៏បានលេចចេញមកហើយក៏បានបាញ់បញ្ចេញទឹកស្រោចស្មៅនៅទីនោះហើយលោកតា Matty ម្នាក់នោះក៏បានភ័យមែនតែនហើយបានរត់ចេញពីទីនោះបាត់ទៅ
កាន់មកកាន់ពេលល្ងាចវិញបែនក្រោយពីបានជួបរឿងអញ្ចឹងហើយនៅពេលដែលគាត់បានត្រឡប់ទៅកាន់ផ្ទះលោកអ៊ំស្រីវីរ៉ាវិញគាត់ក៏បានយករឿងដែលកើតឡើងពីថ្ងៃមិញនោះទៅប្រាប់លោកតាម៉ែកជាមួយនឹងកវ៉ែនប៉ុន្តែពួកគេទាំងពីរនាក់ហ្នឹងហាក់ដូចជាមិនជឿទៅលើបែននោះឡើយបន្តមកនៅពេលដែលយប់ចូលមកដល់គណៈពេលដែលគ្រប់គ្នាបានគេងលក់អស់ទៅហើយយើងបានឃើញជាមួយនឹងវត្ថុរាវមួយបានវាកាត់ទីនោះនិងបានឡើងទៅតោងរំអ៊ំស្រីវីរ៉ានោះបាត់ទៅកាន់មកកាន់ព្រឹកឡើងនៅថ្ងៃស្អែកវិញយើងបានឃើញជាមួយនឹងបែនហើយកវ៉ែនកំពុងតែស្វែងរកអាហារដើម្បីហូបនៅពេលព្រឹកនៅក្នុងពេលនោះកវ៉ែនក៏បានធ្វើឲ្យទឹកនិងកាហ្វេនៅក្នុងកែវទាំងពីរនោះបានកំពប់ហើយនៅពេលដែលអ៊ំស្រីវីរ៉ាបានឃើញអញ្ចឹងគាត់ក៏បានស្ទុះលោតហើយជើងទាំងពីររបស់គាត់ទាំងសងខាងដើម្បីកិច្ចចេញពីទឹកនោះយ៉ាងលឿនហើយគាត់នឹងក៏បានថាឲ្យកវ៉ែនហេតុអីក៏មិនប្រយ័ត្នអញ្ចឹងនៅបានប្រាប់ឲ្យកវ៉ែនជួយសម្អាតវាជាបន្ទាន់ហើយបន្ទាប់មកនៅពេលដែលបែននិងកវ៉ែនដើរតែពីរនាក់ហ្នឹងគាត់ក៏បាននិយាយថាអ៊ំស្រីវីរ៉ាហាក់ដូចជាមានអត្តចរិតប្លែកៗដោយបាននិយាយថានេះមិនមែនជាអ៊ំស្រីវីរ៉ានោះទេរួចហើយបន្ទាប់មកយើងបានឃើញអ៊ំស្រីវីរ៉ាបានទៅនិយាយគ្នាជាមួយនឹងលោកតាម៉ាធីថាពួកគេបានប្រមូលស្បៀងបានគ្រប់គ្រាន់ហើយនិងត្រៀមខ្លួនរួចរាល់ក្នុងការចាក់ចេញពីភពផែនដីមួយនេះចំណែកឯបែននិងកវ៉ែនវិញនៅពេលដែលធ្វើដំណើរតាមផ្លូវហ្នឹងពួកគេទាំងពីរនាក់ត្រូវបានចាស់នៅក្នុងភូមិនេះពីរនាក់ធ្វើការវាយប្រហារទៅកាន់ពួកគេទាំងពីរនាក់និងបានរត់ដេញតាមចាប់ពួកគេទាំងពីរនាក់ទៀតផងបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានព្យាយាមរត់ទៅស្វែងរកលោកតាម៉ែកដើម្បីឲ្យជួយពួកគេប៉ុន្តែនៅពេលដែលទៅដល់បានជួបជាមួយនឹងលោកតាម៉ែកហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានចាប់អារម្មណ៍មើលទៅលើធ្មេញរបស់លោកតាម៉ែកហាក់ដូចជាមានលក្ខណៈរាងស្រួចហើយក៏បានដឹងថានេះមិនមែនជាលោកតាម៉ែកនោះទេដោយសូម្បីតែលោកតាម៉ែកក៏ត្រូវបានអេលៀនមកបន្លំខ្លួនធ្វើជាកត់ផងដែរក្រោយមកពួកគេទាំងពីរនាក់ហ្នឹងក៏បានព្យាយាមរត់គេចចេញពីទីនោះដោយបានរត់សម្ដៅទៅកាន់កន្លែងចាក់សម្រាមមួយដែលនៅជិតទីនោះដោយបែនបានគិតថាប្រកាសជាសម្បុករបស់ពួកអេលៀនទាំងនោះនៅខាងក្រោមនោះហើយបន្ទាប់មកបែនក៏បានយកនាឡិការបស់គាត់ដោយបានប្រែកាយទៅជាអេលៀនវ៉ាល់ម៉ាតដើម្បីទៅទប់ទល់ជាមួយនឹងអេលៀនទាំងនោះដែលកំពុងតែធ្វើដំណើរមកកាន់ទីនេះហើយបែនរបស់យើងក៏បានយកធុងសម្រាមយ៉ាងធំមួយបានគប់ទៅកាន់ពួកអេលៀនទាំងនោះដែលកំពុងតែដើរចូលមកតែវាហាក់ដូចជាមិនអាចធ្វើអ្វីទៅលើពួកវាបានឡើយហើយពួកវាក៏បានងើបមកវិញនិងបានដេញតាមបែននិងកវ៉ែនបន្តទៀតបន្ទាប់មកបែននិងកវ៉ែនក៏បានបើកទ្វារមួយដែលនៅក្រោមធុងសម្រាមនោះហើយកវ៉ែនក៏បានលោតឡើងទៅជិះកពីលើបែនដែលនៅក្នុងរូបរាងជាវ៉ាល់ម៉ាតហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានលោតចូលទៅក្នុងទីនោះបាត់ទៅបន្ទាប់ពីពួកគេបានចូលទៅដល់ផ្នែកខាងក្នុងរាងជ្រៅមកពួកគេក៏បានរកឃើញពងជាច្រើនដែលនៅជុំវិញ UFO ដ៏ធំមួយហើយនៅក្នុងពងទាំងអស់នោះគឺសុទ្ធតែជាលោកតាលោកយាយដែលនៅក្នុងភូមិចូលនិវត្តន៍នេះដែលត្រូវបានអេលៀនទាំងនោះបានចាប់ពួកគាត់យកមកដាក់នៅក្នុងទីនេះរួចហើយអេលៀនទាំងនោះក៏បានបង្ហាញរូបរាងពិតរបស់ពួកវាមកដោយពួកវាមានរាងដូចជាជ័រកៅស៊ូស្រដៀងនឹង upgrade អញ្ចឹងហើយអ្នកភូមិដែលពួកវាបានចាប់មកហ្នឹងគឺពួកវាទុកសម្រាប់ធ្វើជាអាហារនៅពេលដែលពួកវាបានចាក់ចេញពីភពផែនដីបន្ទាប់មកបែងក្រោយពីបានឃើញអញ្ចឹងហើយក៏បានទាញនាឡិការបស់គាត់មកដើម្បីប្រែកាយទៅជា Hit Blast ហើយក៏បានបើកការវាយប្រហារទៅកាន់ពួក Alien ទាំងនោះប៉ុន្តែភ្លើងរបស់ Hit Blast ទាំងនោះហាក់ដូចជាធ្វើអ្វីទៅកាន់ពួកវាមិនបានឡើយអ្វីដែលពួក Alien ទាំងនោះខ្លាចពិតប្រាកដនោះគឺជាទឹករួចហើយកវ៉ែនក៏បានយកកូនកំភ្លើងបាញ់ទឹកតូចដែលនាងដាក់នៅក្នុងកន្តាបតាមខ្លួនរហូតនោះហើយក៏បានយកវាទៅបាញ់ទៅលើពួក Alien ទាំងនោះបន្ទាប់មកបែនក៏បានចាប់អារម្មណ៍ឃើញថានៅខាងក្រោមនេះគឺមានប្រព័ន្ធបង្ហូរទឹកមួយហើយក៏បានបាញ់ភ្លើងទូចមួយទៅកំទេចអាប្រព័ន្ធទៅយកទឹកនោះដើម្បីឲ្យវាស្រាយទឹកចេញមកទៅលើពួក Alien ទាំងនោះហើយនៅពេលដែលពួក Alien ទាំងនោះត្រូវទឹកពួកវាមិនអាចទ្រាំទ្របានហើយពួកវាក៏បានវាចូលទៅក្នុង UFO របស់ពួកវាហោះចេញពីទីនោះបាត់ទៅបន្ទាប់ពីពួក Alien ទាំងអស់នោះបានចេញបាត់ទៅបែនក៏បានប្រែកាយទៅជា XLR8 ឬក៏យើងហៅថា Accelerate នោះដើម្បីទៅជួយសង្គ្រោះលោកតាលោកយាយដែលនៅទីនេះហើយនឹងបានយកពួកគាត់ទាំងអស់នោះទៅដាក់នៅផ្ទះរបស់ពួកគាត់វិញហើយហ្នឹងហើយអ្នកទាំងអស់គ្នាអេពីសូតទី4នេះក៏បានចប់ត្រឹមហ្នឹងហើយយើងនឹងបន្តទៅកាន់អេពីសូតទី5មួយទៀតចាប់ផ្ដើមនៅអេពីសូតទី5នេះដែរគឺយើងបានឃើញជាមួយនឹងយានអវកាសរបស់ Voyager ដែលកំពុងតែបន្តហោះស្វែងរកនាឡិកា Omnitrix បន្តទៀតបន្ទាប់មកយើងបានឃើញជាមួយនឹងតួអង្គ3នាក់ដែលតួនាទីរបស់ពួកគេហ្នឹងគឺជាឃាតករស៊ីឈ្នួលដែលគេទិញទៅបំពេញបេសកកម្មណាមួយហើយឃាតករទី1ហ្នឹងមានឈ្មោះថា Six ហើយឃាតករទី2ហ្នឹងមានឈ្មោះថា Crab និងទី3មានឈ្មោះថា Tetrax នោះឯងបន្ទាប់មកវាក៏បានឲ្យពួកគេនីមួយៗហ្នឹងបង្ហាញពីសមត្ថភាពរៀងៗខ្លួនដោយដំបូងអាប៉ិសិចហ្នឹងបានបង្ហាញពីសមត្ថភាពខ្លាំងពូកែរបស់ខ្លួននៅក្នុងការបាញ់កំភ្លើងនិងប្រើប្រាស់គ្រាប់បែកផ្ទុះចំណែកឯអាប៉ិក្រែបនៅវិញគឺមានជំនាញខាងប្រើដង្កៀបដ៏ខ្លាំងរបស់គាត់និងកំទេចអារ៉ូបតទាំងអស់នោះបាត់ទៅហើយចុងក្រោយគេហ្នឹងគឺ Tetrax នៅឯងដោយគាត់មានក្តារស្គីហោះមួយយ៉ាងពិសេសនិងបានជិះពីលើវាបាញ់កំភ្លើងយ៉ាងលយទៀតផងបន្ទាប់មកក្រោយពីវាបានឃើញពីសមត្ថភាពរបស់ពួកគេទាំង3នាក់ហើយគាត់ក៏សម្រេចចិត្តថាជួបពួកគេទាំង3នាក់ឲ្យធ្វើដំណើរទៅកាន់ភពផែនដីតែម្ដងដើម្បីស្វែងរកនាឡិកា Omnitrix យកមកឲ្យគាត់វិញហើយប្រសិនបើនៅក្នុងចំណោម3នាក់នោះបើសិនបើជាមាននរណាគេម្នាក់អាចយកនាឡិកា Omnitrix មកឲ្យគាត់បានវិញគាត់នឹងមានរង្វាន់យ៉ាងធំសម្រាប់ពួកគេបន្ទាប់មកយើងក៏បានឃើញពួកគេទាំង3នាក់ហ្នឹងជិះនៅក្នុងយានមួយផ្សេងៗគ្នានៅក្នុងការធ្វើដំណើរទៅកាន់ភពផែនដីចំពោះនៅក្នុងភពផែនដីយើងវិញយើងបានឃើញជាមួយនឹងលោកតាម៉ែដែលក៏កំពុងតែរៀបចំកន្លែងវឹកហាត់បន្ថែមសមត្ថ
ត្ថភាពរបស់ band នៅក្នុងការប្រើប្រាស់ alien នីមួយៗរួចហើយ band របស់យើងក៏បានទាញនាឡិកាគាត់មកនិងបានប្រែកាយទៅជា alien Diamond Head បន្ទាប់មកយើងបានឃើញ band វឹកហាត់បាញ់ដុំ crystal ចេញពីដៃរបស់គាត់ដើម្បីឲ្យចំគោលដៅក្រោយពីបានវឹកហាត់មួយសន្ទុះក្រោយមកយើងបានឃើញពួកឃាតករស៊ីឈ្នួលទាំង3នាក់នោះបានធ្វើដំណើរមកដល់ផែនដីហើយពួកគេក៏បានប្រើប្រាស់ឧបករណ៍ចាប់រលកសញ្ញាមួយហើយក៏បានរកឃើញពីរលកសញ្ញារបស់នាឡិកា Omnitrix ដែលមានអ្នកប្រើវានៅជិតទីនេះចំណែកឯលោកតា Mac Band និង Gwen វិញក៏បានធ្វើដំណើរទៅដល់ទីតាំងភូមិមួយកន្លែងតែហាក់ដូចជាគ្មានមនុស្សនោះទេនៅពេលនោះលោកតា Mac ក៏បានរកឃើញថាឡានរបស់ពួកគាត់ត្រូវបានខូចដោយមានដុំ crystal មួយជាប់ទៅនឹងត្រយ៉ូលទឹកឡានហើយវាកើតឡើងដោយសារតែការវឹកហាត់របស់ Band ពីមុននោះឯងនៅក្នុងពេលនោះនៅពេលដែលលោកតា Mac កំពុងតែជួសជុលឡានហ្នឹង Band ក៏បានដើរលេងនៅជុំវិញទីនោះរួចហើយក៏បានដើរទៅចូលឃ្លាំងផ្ទុកអីវ៉ាន់មួយកន្លែងហើយនៅពេលដែលដឹងថា Gwen ដើរតាមពីក្រោយខ្លួនមក Band ក៏បានយកនាឡិការបស់គាត់រួចហើយក៏ប្រែកាយទៅជា Alien Ghost Freak ដើម្បីធ្វើការលំបន្លាយទៅលើ Gwen ផងដែរភ្លាមៗនោះអាឃាតករស៊ីឈ្នួលមានឈ្មោះថា Crab ម្នាក់នោះបានធ្វើដំណើរមកដល់ទីនេះរួចហើយវាក៏បានបើកការវាយប្រហារដណ្ដើមយកនាឡិកា Omnitrix ពី Band នោះឯងនៅពេលនោះ Band ក៏ចង់ប្រើសមត្ថភាពរបស់ Ghost Freak ដើម្បីបំបាំងកាយរត់គេចចេញពីទីនេះប៉ុន្តែ Alien Crab នោះវាក៏បាន scammer រួចហើយក៏បានបាញ់ប្រេងមួយទៅលើ Band ដោយធ្វើឲ្យគាត់ពិបាកបំបាំងកាយខ្លាំងយកតែមែនទែនរួចហើយ Alien Crab ម្នាក់នោះក៏បានដាក់ទៅលើ Band ប្រមាណដៃទៀតផងដែលធ្វើឲ្យ Band ទ្រាំខ្លួនខ្លាំងមែនទែនប៉ុន្តែនៅពេលនោះ Gwen ដែលនៅជិតទីនោះក៏បានស្រែកប្រាប់ Band ឲ្យកាច់កង្កាក់ចុះក្រោមហើយនៅពេលដែល Band បានកាច់អាកង្កាក់នោះចុះក្រោមហើយវាក៏បានរុញ Alien Crab ម្នាក់នោះទៅគៀបជាមួយនឹងដំបូលបាត់ទៅបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានព្យាយាមរត់ទៅប្រាប់លោកតា Mac និងឲ្យបើកឡានចេញពីទីនេះជាបន្ទាន់ហើយនៅក្នុងពេលដែលធ្វើដំណើរនោះពួកគេក៏ត្រូវបានជួបការវាយប្រហារម្ដងទៀតដោយ Alien មានឈ្មោះថា Six ម្នាក់នោះដោយវាបានលោតមកតោងនៅលើដំបូលឡានរួចហើយវាក៏បានកាត់ហែកដំបូលឡានបំរុងនឹងចាប់ Band យកទៅហើយប៉ុន្តែនៅពេលដែលលោកតា Mac បានឃើញអញ្ចឹងគាត់ក៏បានជន់ប្រាំងមួយទំហឹងហើយក៏ធ្វើឲ្យ Alien មានឈ្មោះថា Six ម្នាក់នោះប៉ើងទៅធ្លាក់នៅខាងមុខឡានបាត់ទៅហើយគាត់ក៏បំរុងនឹងជីកបុកវាទៀតផងប៉ុន្តែនៅពេលដែលគាត់បានជីកបុកវាហើយបែរជាធ្វើឲ្យកង់ឡានរបស់លោកតា Mac បានបែកទៅវិញហើយនៅពេលដែលឃើញអញ្ចឹងពួកគេទាំង3នាក់ក៏បានព្យាយាមរត់គេចចេញពីទីនោះដោយបានរត់ទៅកាន់រូងភ្នំជីករ៉ែមួយកន្លែងនៅពេលដែលពួកគេទាំង3នាក់បានរត់ទៅដល់ខាងក្នុងពួកគេទាំង3នាក់ហ្នឹងក៏បានឡើងទៅជាឧបករណ៍សម្រាប់ដឹករ៉ែមួយដើម្បីរត់គេចចេញពីពួក Alien ទាំងនោះប៉ុន្តែអំឡុងពេលដែលពួកគេទាំង3នាក់ហ្នឹងបានធ្វើដំណើរពួកគេទាំង3នាក់ហ្នឹងក៏ត្រូវបានវាយប្រហារដោយ Alien សិចម្នាក់នោះភ្លាមៗនោះនាឡិការបស់ Band ក៏បានមានថ្មវិញហើយក៏បានប្រែកាឡាទៅជា Diamond Head និងបានលោតទៅវាយគ្នាជាមួយនឹង Alien ម្នាក់នោះបាត់ទៅហើយបន្ទាប់មក Band ក៏បានធ្វើការវាយ1 ទល់នឹង 2តែម្ដងប៉ុន្តែដោយសារតែមិនទាន់មានបទពិសោធន៍នៅក្នុងការប្រយុទ្ធគ្រប់គ្រាន់ចឹងហើយ Band មិនអាចវាយឈ្នះ2 ទល់នឹង 1បានទេឬហើយ Alien ទាំងពីរនាក់នោះក៏បានវាយ Band ឡើងទ្រោមខ្លួនមែនទែនប៉ុន្តែនៅក្នុងពេលនេះយើងបានឃើញ Alien T-Rex បានបាញ់គ្រាប់បែកផ្សែងមួយដើម្បីសណ្ដំឲ្យ Alien ទាំងពីរនាក់នោះបានសន្លប់បាត់ទៅហើយបន្ទាប់ពីឲ្យ Alien ទាំងពីរនាក់នោះបានសន្លប់បាត់ហើយ T-Rex ក៏បានចាប់ Band ទៅជាមួយគាត់ផងដែរហើយអាប៉ែ T-Rex នោះក៏បានស្ដីឲ្យ Band ខ្លាំងមែនទែនបន្ទាប់មក Band ក្រោយពីត្រូវអាប៉ែ T-Rex ម្នាក់នោះស្ដីឲ្យគាត់ក៏មានកំហឹងមែនទែននិងបំរុងទៅវាយគ្នាជាមួយនឹងអាប៉ែ T-Rex ម្នាក់នោះទៀតផងប៉ុន្តែអាប៉ែ T-Rex ម្នាក់នោះក៏បាន counter ទៅលើ Band ដោយប្រើតែដៃតែម្ខាងតែប៉ុណ្ណោះហើយបន្ទាប់មកគាត់ក៏បានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនគាត់ផ្ទាល់ដោយយើងបានរកឃើញថាគាត់មានពូជសាសន៍ដូចទៅនឹង Diamond Head អញ្ចឹងនៅពេលនោះអា Alien ទាំងពីរនាក់ដែលមានឈ្មោះថា Six និង Crab ម្នាក់នោះបានចាប់បាន Gwen ជាមួយនឹងលោកតា Mac ហើយរួចហើយពួកវាទាំងពីរនាក់ហ្នឹងក៏បានគម្រាមទៅ T-Rex ថាឲ្យបកគល Band មកឲ្យពួកវាមកបើចង់ឲ្យលោកតា Mac ជាមួយនឹង Gwen នៅមានជីវិតប៉ុន្តែនៅពេលនោះ T-Rex ក៏បានលោតទៅវាយ1 ទល់នឹង 2តែម្ដងប៉ុន្តែ T-Rex បានទប់ទល់ជាមួយពួកវាបានតែមួយផ្លែតនោះទេដោយគាត់មិនអាចវាយយកឈ្នះ1 ទល់នឹង 2បានឡើយរួចហើយនៅក្នុងពេលនោះនាឡិការបស់ Band ក៏បានមានថ្មវិញហើយគាត់ក៏ចង់ប្រែកាយទៅជា Alien មួយដែលមានឈ្មោះថា Four Arm ប៉ុន្តែនៅក្នុងពេលនោះគាត់ក៏បាននឹកឃើញពីសម្ដីរបស់លោកតា Mac ជាមួយនឹង T-Rex ថានៅក្នុងការប្រយុទ្ធគឺយើងមិនមែនប្រើកម្លាំងបាយរហូតនោះទេគឺយើងត្រូវចេះប្រើយុទ្ធសាស្ត្រជាមួយនឹងប្រាជ្ញានៅក្នុងការយកឈ្នះទៅលើគូប្រកួតក្រោយពីបានគិតរួចហើយ Band ក៏បានប្រែកាយទៅជា Alien កង្កែបដែលមានឈ្មោះថា Grey Matter និងបានលោតទៅតោងជាមួយនឹង Alien Crab នោះនិងបានទៅកាត់ផ្ដាច់ខ្សែភ្លើងវានិងឆ្កឹះឆ្កៀឲ្យខូចគ្រឿងម៉ាស៊ីនវាខ្ទេចបាត់ទៅហើយបន្ទាប់មកគាត់ក៏បានលោតទៅកាត់ខ្សែភ្លើងរបស់ Alien ឈ្មោះថា Six នោះដូចគ្នារួចហើយគាត់ក៏បានបង្ក្រាបពួក Alien ទាំងពីរនាក់នោះបាត់ទៅបន្ទាប់ពី Band បានបង្ក្រាប Alien ទាំងពីរនាក់នោះបានរួចហើយ T-Rex ក៏បាននិយាយជាមួយគាត់ថាឲ្យទុកនាឡិកា Omnitrix នេះនៅជាមួយ Band សិនចុះរួចហើយ T-Rex ម្នាក់នោះក៏បានឲ្យក្តារស្គីហោះរបស់គាត់ទៅកាន់ Band ទៀតផងហើយគាត់បានផ្ដាំ Band ថាគាត់នឹងត្រឡប់មកយកនាឡិកា Omnitrix នៅពេលក្រោយញៀមមកមើលវាវិញក៏បានរងរបួសខ្លាំងមែនទែនដែលមិនទាន់ជានោះទេហើយភ្លាមនោះគាត់ក៏បានចាប់អារម្មណ៍ឃើញមានយានអវកាសរបស់ T-Rex បានហោះចេញពីផែនដីរួចហើយគាត់ក៏បានគិតថាអ្នកចម្បាំងនៅក្នុងភពផែនដីដែលបានគ្រប់គ្រងនាឡិកា Omnitrix នោះប្រហែលជាមានកម្លាំងខ្លាំងមែនទែនទើបបានជាឃាតករទាំង3នាក់ដែលគាត់បានបញ្ជូនទៅគ្មានអ្នកណាមួយអាចយកនាឡិកា Omnitrix មកឲ្យគាត់វិញបានប៉ុន្តែយ៉ាងណាក៏ដោយគាត់ក៏នៅតែបដិញ្ញាចិត្តថានឹងទៅតាមយកនាឡិកា Omnitrix មកវិញឲ្យបាន
ហ្នឹងហើយអ្នកទាំងអស់គ្នាសាច់រឿង Ben 10 នៃអេពីសូតទី4ទី5បានឡើងមកដល់ទីបញ្ចប់នៅត្រឹមប៉ុណ្ណឹងហើយយើងនឹងបន្តទៅជួបគ្នាទៀតនៅក្នុងអេពីសូតទី6និងទី7ហើយបើសិនជាគ្នាយើងចូលចិត្តវីដេអូបែបនេះអ្នកទាំងអស់គ្នាកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងព្រោះវាជាកម្លាំងចិត្តដែលជំរុញឲ្យខ្ញុំធ្វើវីដេអូបន្តទៀតហើយយើងនឹងបន្តទៅជួបគ្នាទៀតនៅពេលក្រោយ and goodbye អ្នកទាំងអស់គ្នា